bạnคือมองbạnคือbạnการงานที่เราทำbạn trong bạn như cái đọc các bạn dùng chân ra té như cho một hai mà ngàn người ta máy rồi máy đi từ căn đi nó ăn phá con đang mong mán các bạn mình có thể
ជួយសូមតែជាបីដល់ជាសូមថ្លៃអំណរគុណរបស់មានរបស់គ្រូតែជារាជសូមមកឲ្យការរំលឹកមកជួបសូមអរគុណហើយដល់បាយគ្រូហើយដល់ណាតាមនេះទៅខ្ញុំមិនអាចលើកទាំងអស់ទៅលើអ្វីដែលគ្រប់ផ្នែកដែលបានមកចូលរួមទេតែក៏ខ្ញុំសូមបញ្ជាក់ថាការរៀបចំរបស់យើងមានត្រឹមតែ5ថ្ងៃតែប៉ុណ្ណោះប៉ុន្តែវត្តមានរបស់ឯកឧត្តមលោកជឿអស់លោកលោកស្រីសមាជិកសមាជិកនេះគ្រប់គ្រងបានខ្ញុំអ្នកមានមិនក៏បានណាយើងនៅទីនេះក្តីต้องតែទឹកចិត្តខំស្ទាក់និងត្រីស្រឡាញ់ในการគ្រប់គ្រងនៅវីរភាពរបស់ក្រុមកម្លាំងប្រមុខរបស់យើងគឺនៅទីនេះជូនទៅដល់ពួកគាត់ទាំងអស់គ្នាតែម្ដងខ្ញុំសូមជម្រាបការនេះសូមថ្លែងអំណរគុណទៅដល់អាចារ្យមួយវិញដែលមានឲ្យលោកក៏ដូចជាអ្នកអរគុណការបង្កើតទៅដល់មិនមានបញ្ហាហើយជួយសម្រាប់ខ្លួនកិច្ចការងារទាំងអស់ដើម្បីការដំណើររបស់យើងពីដើមទីដល់ចុងនៃព្រឹត្តិការណ៍របស់យើងនេះគឺមិនចង់ទៅដល់រូបមិនមានបញ្ហាហើយក៏មានបញ្ហានេះហើយអាចលើកបាច់ខ្ញុំរំបងប្អូនជាពលរដ្ឋដែលបានចូលរួមគ្រប់ទៅតាមអ្វីដែលជាគោលការណ៍ការនោះและการย้ายไปตามโค้งไปยังการเปิดงานរបស់យើងโค้ងพบกับต้องการงานยุ่งๆจะเป็นระดับของจะไปเรียนในวันแต่การจะเปิดตัวกับរបស់យើងគឺរូបតែជាថ្មីដល់ទៀតសូមអរគុណសម្រាប់ទឹកចិត្តម្នាក់ៗនៅរយៈពេលដ៏ខ្លីយើងបានមកជួបជុំគ្នានិងអាចរួមគ្នានៅលើការជានិមិត្តរូបដែលជាកោះពេជ្រដែលបន្តិចទៀតនេះGood one, girl.
แม่ผมชอบพี่เดาอ่ะ แม่เยอะหนักไม่จะเลี้ยงไหนคนกอดตะกบเลยไอ้เรื่องว่าตาดิอะไร làm bên này thọt nè
ច
ចាដោយសារតែវត្តមានរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងចាគឺអញ្ជើញមករាប់ម៉ឺននាក់ចាគឺច្រើនខ្លាំងមែនទែនដែលយើងបានឃើញថាចាគឺក្បួនរបស់យើងបានធ្វើដំណើរមកដល់ខាងវិមានឯករាជ្យហើយក៏ប៉ុន្តែសម្រាប់បងប្អូនដែលកំពុងតែធ្វើដំណើរថ្មើរជើងចាគឺកំពុងតែស្ថិតនៅលើដងវិថីនៅឡើយគឺច្រើនខ្លាំងមែនទែនដែលតាក់កន្ទុយគ្នាទាំងអស់នេះគឺយើងបង្ហាញថាប្រជាជនខ្មែររបស់យើងគឺដល់ពេលវេលាដែលប្រជាជនខ្មែររបស់យើងបង្ហាញនៃការសាមគ្គីគ្នារួមគ្នានៅពេលដែលប្រទេសជាតិត្រូវការយើងគឺយើងនៅទីនេះដើម្បីប្រទេសជាតិកម្ពុជារបស់យើងទាំងអស់គ្នាមោទនភាពជាតិខ្មែរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះយើងមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋានពីគ្រប់បណ្ដាខេត្តក្រុងពីគ្រប់និន្នាការនយោបាយពីគ្រប់សាសនាទាំងអស់ដែលយើងទាំងអស់គ្នាបានបង្ហាញឃើញថាយើងជ្រកក្រោមទង់ជាតិប្រជាណាចក្រកម្ពុជារបស់យើងជ្រកក្រោមសន្តិភាពហើយនៅក្នុងពេលបន្តិចនេះយើងនឹងរួមគ្នាច្រៀងពីបេះដូងតែមួយនៅបទភ្លេងនគររីនិងបទពងសាវតាខ្មែរហើយយើងកំពុងតែរងចាំបាទក្បួនថ្មើរជើងរបស់បងប្អូនរបស់យើងជាច្រើនទៀតតែបន្តពីកោះពេជ្រមកអញ្ចឹងយើងរងចាំបន្តិចហើយបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅបាទវិមានឯករាជ្យក៏សូមត្រៀមខ្លួនព្រោះយើងនៅទីនេះគឺយើងនឹងចាប់ផ្ដើមជាមួយនឹងការច្រៀងនៅបទនគររាជនិងបទពងសាវតាខ្មែរចាគឺយើងធ្វើការបង្ហាញនៅសកម្មភាពរួមគ្នាសម្លេងរបស់បងប្អូនរួមគ្នាដែលជាលក្ខណៈមហាគ្រួសារខ្មែរគាំទ្រប្រទេសកម្ពុជារបស់យើងគាំទ្រដល់កងទ័ពប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាសូមកម្លាំងចិត្តពីពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យខ្លាំងមកសូមប្រវេទទង់ជាតិរបស់យើងឲ្យដោយមោទនភាពទាំងអស់គ្នាការចូលរួមពីបងប្អូននេះថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញថាពាក្យដែលយើងតែងតែនិយាយគ្រប់គ្នាថាយើងស្រឡាញ់ជាតិស្រឡាញ់មាតុភូមិទឹកចិត្តស្នេហាជាតិគឺយើងបានបង្ហាញនៅថ្ងៃនេះសូមឲ្យបងប្អូនទាំងអស់គ្នារួមគ្នាបង្ហាញនៅមនសិការស្នេហាជាតិបេះដូងស្រឡាញ់ចំពោះមាតុភូមិកម្ពុជារបស់យើងការរួបរวมសាមគ្គីភាពរបស់ប្រជាជនកម្ពុជាការបង្ហាញក្តីស្រឡាញ់ពីបងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់គឺជាការបង្ហាញឲ្យឃើញអំពីសាមគ្គីភាពជាធ្លុងមួយរបស់កម្ពុជាការពីតូចយើងតែងតែនិយាយថាយើងស្រឡាញ់ជាតិស្នេហាជាតិហើយយើងបានបណ្ដុះនៅមនសិការស្នេហាជាតិតាំងពីយើងនៅតូចហើយនៅពេលនេះថ្ងៃនេះម៉ោងនេះគឺជាឱកាសដែលយើងបានបង្ហាញនៅបេះដូងស្រឡាញ់ជាតិរបស់យើងជាមួយនឹងការចូលរួមពីបងប្អូនរាប់ម៉ឺននាក់គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដែលមិនធ្លាប់កើតមានហើយសូមឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាការចងចាំនៅក្នុងបេះដូងកូនខ្មែរគ្រប់រូបមោទនភាពជាតិខ្មែរជ័យយោជាការពិតយើងបានឃើញនៅការដើរថ្មើរជើងរបស់បងប្អូនទាំងអស់គ្នាប្រកបដោយស្នាមញញឹមទឹកមុខយ៉ាងស្វាហាប់បំផុតជឿជាក់លើប្រទេសកម្ពុជាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងជាកម្លាំងធម្មពលជាកម្លាំងចិត្តជូនដល់បងកងទ័ពដែលការពារខ្សែបន្ទាត់ព្រំដែនការពារទឹកដីប្រទេសកម្ពុជាការពារប្រជាជនកម្ពុជារបស់យើងគឺយើងគ្មានចេតនានៅក្នុងការបំពេញអ្នកណានោះទេប៉ុន្តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាមកបំពេញយកទឹកដីរបស់យើងបានដែរជ័យយោព្រះរាជាណាចក្រកម្ពុជាជ័យយោពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីមេត្រីក្បួនបងប្អូនរបស់យើងដែលធ្វើដំណើរពីកោះពេជ្រមកកាន់តែច្រើនចិត្តមកដល់វេទិការបស់យើងគ្រប់ចំនួនហើយយើងនឹងត្រៀមនៅក្នុងពេលបន្តិចទៀតនេះថ្ងៃនេះការចូលរួមលើសការរំពឹងទុកគឺពិតជាការបង្ហាញឲ្យឃើញអំពីលក្ខណៈមហាគ្រួសារខ្មែរដែលយើងមានឆន្ទៈតែមួយបេះដូងតែមួយបង្ហាញក្តីស្រឡាញ់ចំពោះមាតុភូមិរបស់យើងហើយអ្វីដែលសំខាន់បងប្អូនដែលធ្វើដំណើរតាំងពីកោះពេជ្រមកដល់វិមានឯករាជ្យនេះគឺបងប្អូនបានដើរដោយស្វាហាប់គោរពទង់ជាតិគោរពនាឱកាសនេះយើងខ្ញុំជាកូនចៅទួតសូមក្រាបថ្វាយមហាព្រះរាជកុសលថ្វាយចំពោះព្រះបរមវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ
ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋកូនចៅចៅទួតព្រះអង្គទាំងអស់សូមសម្ដែងថ្វាយនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងចងចាំជានិច្ចចំពោះព្រះរាជសកម្មភាពប្រកបដោយព្រះពលិកម្មខ្ពស់ច្រើនឥតគណនាក្នុងឧត្តមប្រយោជន៍ជាតិក៏ដូចជូនចំពោះសុខសន្តិភាពនៃប្រជានុរាស្ត្រហើយត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងសម័យស្មារតីយូរអង្វែងនៃប្រជារាស្ត្រខ្មែរគ្រប់ជំនាន់នាពេលនេះខ្ញុំម្ចាស់នាងខ្ញុំសូមគោរពយាងនិងអញ្ជើញព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិសូមរួមអិរិយាបថស្មឹងស្មាតគោរពព្រះបរមរាជវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសូមសម្រួមសូមអរគុណហើយក្នុងវរកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់89យាងចូល90ព្រះវស្សាខ្ញុំម្ចាស់នាងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញអានសារលិខិតថ្វាយព្រះពរសូមគោរពអញ្ជើញខ្ញុំប្រកាសថាខ្ញុំសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជាទីសក្ការៈបងប្អូនជនរួមជាតិដែលមានវត្តមាននៅទីនេះជាទីរាប់អានថ្ងៃនេះជាទិវាដ៏មហានកិត្តិយសវិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតយើងខ្ញុំទាំងអស់គ្នានៅទីនេះក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីសូមលំអរកាយវិចារចិត្តក្រាបបង្គំថ្វាយព្រះសពសាធកាពោជ័យបវរសេរីសួស្តីសេរីវឌ្ឍនាវិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុតនិងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ប្រកាយពលំរឹងមាំព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ព្រះជន្មមើលយុគជាយូរចាផុតពីព្រះរាជគៀបជាទីនានាជាអង្វែងតរៀងទៅឆ្លៀតក្រឱកាសដ៏វិសេសដល់មហាជ័យមង្គលនេះទូព្រះបង្គំជាខ្ញុំទាំងអស់នេះសូមព្រះបរមរាជាណានសម្ដែងថ្វាយលើកតញ្ញូហើយក៏បានបានបងក្នុងក្រុមបរិយាកាសដែលរបស់អបអរដល់ថ្លៃថ្លាសូមឲ្យខាងទីនេះព្រះមនុស្សរបស់លោកទៅខ្ញុំជម្រាបអរគុណតាមការថាបានលើកព្រះពុទ្ធសាសនាពីតែប្រាជ្ញាកម្មវិធីពីព្រះពុទ្ធជាក្នុងកាកបាទរបស់កម្មវិធីលោកត្រូវថាកម្មវិធីដើម្បីយកប្រសិទ្ធបានជួយរួមចំណែកយ៉ាងនេះក្នុងការលើកទឹកចិត្តពីប្រទេសរបស់ប្រជាជនរបស់ការលើកទឹកចិត្តជានាទីសម្រាប់ក្នុងសង្គមកម្មវិធីពីក្នុងក្រុមនេះក្នុងការរៀបការរបស់ខ្មែរនិងប្រជាជនជាការចាប់ផ្ដើមរបស់ហើយត្រូវបានជានិច្ចតទៅក្រោមលោកដ៏ត្រជាក់ត្រជុំរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងស្របតាមចំនួនព្រះមហាកាមាធិគុណនិងព្រះរាជគុណូបការៈដ៏ឧត្តមឧត្តមថ្លៃថ្លារបស់ព្រះករុណាព្រះបាទព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទូព្រះបង្គំយើងខ្ញុំក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជានិងក្នុងនាមជាកូនខ្មែរ
សូមតែញ៉ាំតជួយរួមទទួលខុសត្រូវជួយជួយណារបស់ទៅព្រះហូរ៉ាមានតែជាថ្មីការៈរបស់សូមព្រះអង្គទ្រង់ប្រកបដោយព្រះរីកសុខភាពបរិបូរណ៍កាយមនោរបស់ព្រះព្រះខ្ញុំម្ចាស់ខ្ញុំសូមគោរពជាងអាយដាមលោកជំទាវលោកលោកស្រីបងប្អូនជនរួមជាតិទាំងអស់រួមគ្នាច្រៀងបទកុងសាវតាខ្មែរ